ប៉ុនជប់បានបញ្ចប់រាល់ហើយជចូលមកដល់បនកថាទានចំណែកបនកថាទានក៏បានបញ្ចប់លុចរាល់ពេលថ្មីនេះដែរនៅសល់តែប៉ុន្មានថ្ងៃទៀតនោះទេយើងនឹងរៀបចំពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងស្ពះព្រះខែដោយឡែកបុណ្យអុំទូកឆ្នាំនេះគឺយើងមិនបានប្រារព្ធទេទូទាំងប្រទេសតែម្ដងយើងប្រារព្ធតែពិធីអកអំបុកតែប៉ុណ្ណោះឯងគឺធ្វើនៅតាមទីវត្តអារាមហើយវីដេអូនេះគឺសកម្មភាពនៃការជួបជុំគ្នារៀបចំចំណែកអាហារនៅពេលបុណ្យកឋិនទានចំពោះសកម្មភាពនីមួយៗខ្ញុំក៏ពុំបានរៀបចំវាទៅតាមលំដាប់លំដោយនោះទេគឺខ្ញុំจะដាក់ទៅដើម្បីឲ្យឃើញពីសកម្មភាពនៃការចូលរួមក៏ដូចជាសាមគ្គីនៅក្នុងការធ្វើម្ហូបចំណីអាហារនៅក្នុងពិធីបុណ្យកឋិនទាននេះក៏សបញ្ជាក់ឲ្យឃើញថាអ្នកភូមិមានការចូលរួមយ៉ាងសស្រាក់សស្រាំចំពោះអ្នកភូមិមួយចំនួនទៀតក៏គាត់មិនបានចូលរួមទេដោយសារគាត់មានភារកិច្ចចាំបាច់ក្នុងការបំពេញកិច្ចការនៅក្នុងគ្រួសាររបស់គាត់តែមិនជាអ្វីដោយសារពួកគាត់មួយចំនួនក៏បានមកក្នុងការរៀបចំជាចង្ហាន់ដើម្បីរៀបចំប្រពៃណីសាសតាមទំនៀមទម្លាប់ប្រពៃណីខ្មែររបស់យើងសកម្មភាពទាំងអស់នេះគឺថាថតកាត់ខ្លះអីខ្លះដើម្បីជូនពុកម៉ែបងប្អូនបានទស្សនាមើលពីសកម្មភាពនៃការចូលរួមនៃតារាកំពុងថតរហូតតារាកំឡុងពេលនៃការធ្វើមុខម្ហូបទាំងអស់នេះគឺពួកគាត់មានភាពសប្បាយរីករាយយ៉ាងខ្លាំងនៅពេលជួបជុំគ្នាមួយឆ្នាំម្ដងនៅពេលបុណ្យកឋិនទានអញ្ចឹងពុទ្ធជាបរិស័ទរបស់យើងគ្មានអ្វីសប្បាយរីករាយនៅពេលមានកម្មវិធីបុណ្យផ្សេងៗនោះទេដែលធ្វើឲ្យពួកគាត់មានពេលជួបជុំគ្នាបើសិនជាឲ្យពួកគាត់ទៅជួបជុំគ្នានៅពេលណាមួយនោះគឺពុំមានពេលនោះទេដោយសារពួកគាត់គ្រប់គ្នាតែម្ដងអញ្ចឹងមានតែពេលវេលានៃការបំពេញនឹងឯងគាត់ជួបជុំគ្នាសប្បាយរីករាយហូបនេះហូបនោះជុំគ្នាមួយម៉ាត់កបញ្ជាក់ពីការសាមគ្គីគ្នាវីដេអូមានតែប៉ុណ្ណេះអរគុណជម្រាបលា